ជំរាបសួរសូមគាត់បើកសភៅលំហាត់ដល់ទំព័រលេខ14ថ្ងៃនេះយើងមាន F major 5 finger patterns នេះជាថ្មីចំពោះយើងធ្លាប់មាន C ធ្លាប់មាន G ធ្លាប់មាន middle C ប៉ុន្តែ F ថ្មីចំពោះយើងខ្ញុំចង់សួរគាត់នៅពេលយើងមាន C major 5 finger position វាមានន័យយ៉ាងម៉េចមានន័យថាមេដៃនៅ C កូនដៃនៅ C មែនទេត្រូវហើយនៅពេលមាន G មានន័យថាមេដៃនៅ G កូនដៃនៅ G ហើយសម្រាប់មួយនេះយើងដាក់ដៃឆ្ងាយពីគ្នាវាមិនសំខាន់អីទេសំខាន់ជាងគេមេដៃនៅក្រោម G នៅក្រោម G ដូច្នេះក៏យើងមិនពី F នេះអត់ពិបាកទេមេដៃនៅ F ហើយនឹងកូនដៃនៅ F យើងនឹងចេះគ្នាហើយយើងឃើញថា note saw 2នៅកណ្ដាលតែអត់មានរៀបដៃទេចា៎ប៉ុន្តែយើងឃើញអ្វីថ្មីដែលអត់ដែរមានពីមុនហើយនោះជា flat ឃើញមាន flat មានមួយខាងលើហើយមួយខាងក្រោមយើងឃើញមាន flat យើងធ្លាប់ស្គាល់ flat យើងធ្លាប់ដាក់ flat ជាប់ note មួយជាប់ note មួយប៉ុន្តែយើងមិនឃើញថាជាប់ note ទេមាន treble clef ហើយមាន flat ហើយរួចមាន4លើ4នោះមានន័យយ៉ាងម៉េចមានន័យថានៅក្នុង F យើងចង់បើសិនជារាប់មើល G A នៅ note មួយណាយើងមើលថាជា note B យើងឃើញថា note B បើសិនជា ភ្លេចអាចមើលនៅក្រោមនៅខាងមុខអីទំព័រមួយនេះយើងឃើញបន្ទាត់កណ្ដាលខាងស្ដាមអក្សរ B អញ្ចឹង note B ឥឡូវបន្តទី2ក្នុង bass clef មួយណា B ដូចគ្នាអញ្ចឹងវងវែងសូមមើលទំព័រមួយនោះដើម្បីបញ្ជាក់ចា៎អញ្ចឹងខ្ញុំឃើញថា B flat ឥឡូវខ្ញុំដាក់ដៃនៅទីនេះហើយខ្ញុំពិចារណាថាដា B នៅឯណាបើសិនជាអត់ទាន់ដឹងនោះអ្នកត្រូវតែរៀនឲ្យដឹងថាមួយណា A មួយណា B មួយណា C បើសិនជាអត់ទាន់ដឹងនោះពិបាករៀនពិបាកទៅមុខទៀតចឹងសំខាន់ដល់អ្នកដឹងបើអត់ទាន់ដឹងធ្វើហាក់ខ្លួនឯងថាអូខេចឹង A នៅទីនេះអាចមើលទំព័រមួយលេខ4 A នៅទីនេះហើយរួចខំរក A ទាំងអស់ដើម្បីចាំថា A នៅណាឥឡូវ D D នៅទីនេះចឹងខំរក D បើសិនជាអត់ទាន់ចេះត្រូវថែមពេលខ្លួនឯងដើម្បីនឹងរៀនថានៅឯណាមួយទៀតបើសិនជាមើល play មើល note នោះថាអូអត់ដឹង note អីគេទេនោះអ្នកត្រូវតែរៀនត្រូវតែមើល time ត្រូវតែមើលថានេះ F ដូច្នេះយើងមើលមកក្រោយថាចឹងចន្លោះខាងក្រោមនៅ treble clef ចន្លោះក្រោម F ចឹងអ្នកអាចនឹងប្រហែលជាអាចនឹងរកនេះ F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  ខំរក F ត្រូវតែឆ្លៀតពេល time បើសិនជាអត់ទាន់ចេះមួយនោះសំខាន់ហើយបើសិនជាអត់ទាន់ដឹងមួយនោះអត់ទាន់ដឹងថាមួយនេះ F ហើយក៏អត់ទាន់ដឹងថាមួយនេះ F នោះអ្នកមកបាក់រៀនចឹងទាំងពីរនោះសំខាន់មែនទែនប៉ុន្តែតាមដែលគាត់ចេះបើសិនជាអត់ទាន់ចេះសូមឆ្លៀតពេល time ដើម្បីនឹងរៀនខ្លួនឯងចឹងខ្ញុំឃើញថាមេដៃនោះ F ខ្ញុំដាក់ដៃមេកូនដៃនោះ F នៅក្រោមនៅ F ដែលសារវា F major 5 finger pattern ហើយខ្ញុំពិចារណាថា B នៅឯណា F G A B ចឹង B ជាលេខ2ខាងឆ្វេងលេខ4ខាងស្ដាំប៉ុន្តែគេសុំគោលថា B ទាំងអស់នៅក្នុងចម្រៀងនេះពីដើមរហូតដល់ចុងទាំងអស់សុទ្ធតែ flat បើសិនជាយើងមានចម្រៀងវែងហើយ B ទាំងអស់សុទ្ធតែ flat គេត្រូវគូ50-100ដងដូច្នេះគេមិនចង់គូច្រើនដងគេដាក់ខាងមុខម្ដងស្រាប់ហើយមួយបន្ទាប់ម្ដងដើម្បីរំលឹកយើងថា B ណាក៏បានសូម្បីតែ2នៅទីនេះ2នៅទីនេះ2នៅទីនេះ2នៅលើនេះ B ណាក៏បានសូត្រតែ flat ទាំងអស់ចឹងខ្ញុំដឹងថា2កុំលេង2ទេចំនួន2ត្រូវតែលេង2 flat ចឹងចាំអត់ដៃយើងខិតជាប់ក្នុងទីយើងដាក់ម្រាមដៃយើងរៀងត្រង់ហ
ហើយចឹងខាងឆ្វេងអត់ឃើញស្រួលកោងត្រង់ធម្មតាអត់ចឹងលេងត្រង់ទេប៉ុន្តែសម្រាប់មួយនេះបើកោងទាំងអស់រៀងពិបាកចឹងកោងត្រង់ឃើញអត់ខាងស្រាំដូចគ្នាគាត់តែថាវាពិបាកមើលកាមេរ៉ាចឹងខ្ញុំធ្វើខាងឆ្វេងចឹងដាក់ដៃនៅទីនេះហើយយកលេខ2ដាក់លើ flat យកលេខ4ដាក់លើ flat ចឹងឃើញអត់យើងដាក់ដៃនៅទីនេះដើម្បីដាក់លើ flat ខ្ញុំត្រូវតែបង្ខិតដៃចូលក្នុងហើយចឹងយើងបង្ខិតដៃចូលក្នុងល្មមហើយឲ្យយើងនៅកន្លែង flat ឥឡូវនេះយើងឃើញថាចាប់ផ្ដើមនៅ F ដៃទាំងពីរហើយយើងឃើញថាឡើង2មានន័យថាជាប់គ្នាឡើង2 second ឡើង second តែឃើញអត់យើងលេង2 flat rest ឥឡូវយើងចង់មកវិញ complete flat ចឹងខ្ញុំលេងយឺតខ្លាំងមិនដំបងពេលលេងមែនតើប្រហែលជាលេងដកនេះ1 2 3 4មានលំហាត់ថ្មីឬក៏បទថ្មីចង់មើលចង់ពិចារណាសិនមុនគាត់លេងនោះនឹងជួយគាត់លេងស្រួលជាងអត់សង្ខុសទេចង់ខ្ញុំពិចារណាមាន B flat 4លើ4ដៃយើងខ្ញុំពិចារណាថាដៃស្រក់គ្នាយើងឃើញគេឡើងតាមគេចោះតាមគ្នាគេស្រក់គ្នានោះជួយខ្ញុំគិតថាដឹងដៃស្រក់គ្នាមួយទៀតដែលខ្ញុំពិចារណាថានេះឡើងដូចជាកាមចិន្តា second រហូតនេះ note ដែរហើយរួចចុះ second រហូតដល់ក្រោមយើងឃើញខាងឆ្វេងឡើង second ដដែល second នោះជួយខ្ញុំលេងស្រួលជាងហើយឥឡូវសូមមើលលំហាត់កណ្ដាលយើងឃើញម្ដងទៀតទំព័រទាំងពីរនេះហើយទៅមុខបន្តិចទៀតយើងឃើញសូត្រតែមាន2 flat ចង់ទំព័រមួយនេះដឹងថាមាន2 flat ទាំងអស់ខ្ញុំពិចារណាថាឡើង second ចុះមកវិញ second ទាំងអស់សូត្រតែជា second ចង់ខ្ញុំដឹងថាមិនមែនរលងមួយឬក៏ពីនេះទៅនោះអត់ទេគាត់តែឡើងមួយចុះមួយអីកន្លែងដែលត្រូវតែពិចារណាគឺ measure ទី3ព្រោះនេះយើងមាន F G A B flat C B flat A G F G A ប៉ុន្តែមួយនេះបានឡើងមួយនេះឡើងអត់ឡើងទេវាចុះចង់កុំទៅរហូតដល់លើត្រូវតែមើល note ហើយឃើញថា note នោះចុះយើងត្រូវតែចុះវាអត់វាក់ទេគ្រាន់តែថាជួនកាលយើងលេងយើងគិតថាលេងចឹងត្រូវតែទៅរហូតដល់លើប៉ុន្តែអត់ទៅរហូតដល់លើទេគ្រាន់តែត្រឹម A ហើយចុះមកវិញចឹងបើគ្រាន់តែមើល note ឃើញថាឡើងឥឡូវយើងត្រូវចុះមកវិញវាអត់ពិបាកទេគ្រាន់តែថាយើងត្រូវពិចារណាអំពីរឿងមួយនោះចឹងសូមនេះថា slow លេង slow បានធម្មតាហើយនៅក្រៅមាន fast ค่ะចឹងចាំគាត់ហាត់ទំព័រលេខ14ឥឡូវនេះខ្ញុំចង់បញ្ជាក់ទី2ទី3ចាចឹងនេះទី2លំហាត់ទី2 slow workout 1 2 complete 2 flat 3 4ត្រៀមបង្ហើយ1 2 3 4 1 2 3 4 ហើយមួយនេះយើងឃើញថាវាចាប់ផ្ដើមខាងលើចុះទៅក្រោមឡើងទៅលើវិញរួចមកវាចាប់ផ្ដើមពីក្រោមឡើងទៅលើចុះទៅក្រោមវិញចឹងយើងគ្រាន់តែគិតថាលើទៅក្រោមទៅលើហើយបន្តមកក្រោមទៅលើដល់ក្រោមវិញចឹងយើងអាចលេងលឿនជាងបាទ1 2 3 4 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 1 2
4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 យើងឃើញ
ចំណងជើងថា skipping ភាគច្រើនសំដៅទៅលើ third ព្រោះនេះអង់គ្លេសយើងហៅថា skip រលងមួយនេះ skip ឬក៏យើង skip មកក្រោមយើងរលងមួយអញ្ចឹងយើងឃើញថាគេមាន1 3អញ្ចឹង skip លេខ2ចាយើងឃើញថាវា skip ទៅលើ skip ឬក៏ third រហូតដល់ measure ទី3នៅពេលយើងដល់ measure ទី3យើងឃើញមិនឃើញមាន third ទៀតទេយើងមាន second ចឹងមាន third លាយជាមួយនឹង second សូមមើលដើម្បីនឹងលេងត្រឹមត្រូវបកកណ្ដាលវាមាន skip ម្ដងទៀតមាន third ម្ដងទៀតប៉ុន្តែបកមួយនេះមិនចាប់ផ្ដើមនៅ F ទេយើងឃើញ note ដំបូងគេដាក់លេខ3ហើយយើងឃើញថាចន្លោះទី2បើសិនជាអត់ដឹងអាចមើលប៉ុន្តែជា A អញ្ចឹងយើងចាប់ផ្ដើមនៅ A ហើយយើង skip ដល់ C skip ចុះដល់ A ម្ដងទៀត skip ចុះ skip line skipចុះ skip ចុះ skip line ប៉ុន្តែមិនមែន skip ចុះទេចុះមួយ skip ចុះមួយសូមយល់ថានៅពេលដែលយើងថាចុះមួយឡើង2យើងថាចឹងក៏បានប៉ុន្តែនៅពេលដែលយើងហៅឈ្មោះ interval ខ្ញុំអត់ចង់ឲ្យបងប្អូនច្រឡំប្រហែលជាខ្ញុំគួរតែថា interval second វិញមិនមែនថាចុះមួយព្រោះនោះលេខវាខុសគ្នាចុះមួយមែនប៉ុន្តែគេហៅថា second ចង់សំទោសកុំច្រឡំពីរឿងមួយនោះជួនកាលយើងនិយាយទាំងពីរប៉ុន្តែត្រូវយល់ថា second មានន័យថាចុះមួយ third មានន័យថាយើងឡើង2 note ចង់វាខុសគ្នាតិចកុំច្រឡំរឿងមួយនោះបើសិនជាខ្ញុំនិយាយថាចុះ2ឡើង2ខ្ញុំនឹងខំរឹងថា third ហើយ second ឬក៏ skip ថាឬក៏ step ចុងនេះគេហៅថា step ដូចតាមចន្លោះនេះគេហៅថា skip ចឹងបើយើងប្រាប់ពីអង់គ្លេសនេះបើខាងក្រោមយើងឃើញថា skipping fast ហើយចឹងត្រៀមកំណត់ហើយដើម្បីលេង 8 notes ឃើញថាវាចាប់នៅលើ skip ខ្ញុំឃើញ skip ទាំងអស់នៅទីនេះចា៎សូមក៏លេងទំព័រលេខ15ហើយរួចសូមស្ដាប់ខ្ញុំលេងហើយនេះទំព័រលេខ15ខ្ញុំនឹងលេងទាំង3ជាប់គ្នា1 2 3 4សម្រាប់វីដេអូរបស់យើងខ្ញុំមិន repeat ទេតែសូមក៏ repeat 1 2 3 4ខាងក្រៅ1 2 3 4 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 1 2 3 4
ចំនួនលំហាត់នៅក្នុងសៀវភៅមួយនេះសូមគាត់នៅតែលេងពីទំព័រលេខ6ទៅរហូតដល់លេខ15ប្រហែលជាតិចទៀតយើងអត់លេងពីដើមដំបូងទេប៉ុន្តែសម្រាប់ឥឡូវនេះមានអី time ដែលយើងអាចហាត់ល្អបើយើងលេងច្រើននៅក្នុងសៀវភៅនេះព្រោះនេះគ្រាន់តែមួយផ្លែហើយវាជួយរំលឹកយើងអំពីអ្វីដែលយើងធ្លាប់រៀនឥឡូវសូមបើកមើលសៀវភៅមេរៀន Piano Lesson ដល់ទំព័រលេខ12អាទិត្យនេះយើងនឹងធ្វើលេខ12ហើយនិងលេខ13ផងមួយនេះគេបញ្យល់អ្វីដែលខ្ញុំបញ្យល់រួចហើយគេបញ្យល់ថាពាក្យអង់គ្លេសនេះយើងហៅថា key signature key ដូចជាសោប៉ុន្តែเพลงនេះអត់មានន័យយ៉ាងម៉េចដឹងថាមានន័យយ៉ាងម៉េចទេ key signature អត់ដឹងដូចសោឬអីប្រហែលជាអត់មែនទេបន្តែគេថា the sharps or flats at the beginning of each staff tell you the key signature okay exception the key of C major has no sharps or flats ចាំតិចទៀតខ្ញុំបញ្យល់ចឹងគេថាមើលនៅមុខនេះប្រាប់អំពី key signature វាមានឈ្មោះមួយ flat មួយវាមានឈ្មោះហើយយើងឃើញថា flat មួយយើងនៅ F position ចាចឹងយើងហៅថា key of F major ថ្ងៃក្រោយយើងរៀនមួយទៀតប
ប៉ុន្តែសម្រាប់ឥឡូវទាំងអស់សុទ្ធតែ major ចាយើងឃើញថានោះ key signature ចឹងទី1គេប្រាប់ key signature ប្រាប់យើងថាត្រូវលេង note ណាខ្លះ flat note ណា sharp ចឹងនៅក្នុងមួយនេះ F major has one flat ឃើញអត់ one flat នៅទីនេះយើងត្រូវតែដាក់មួយសម្រាប់ treble clef មួយសម្រាប់ bass clef មួយសម្រាប់ bass clef សុំតោះចឹងនេះនៅពេលឃើញ one flat យើងហៅថា F major ឃើញក្រោមនេះគេនិយាយពាក្យកាតិច key of F major ចឹងនេះយើងហៅថា F major ក៏បានហើយនោះមានន័យថាភាគច្រើនយើងនៅ F position ថ្ងៃក្រោយយើងនៅ position ផ្សេងប៉ុន្តែយើងហៅថា F ត្រូវអញ្ចឹងយើងឃើញនេះប្រហែលជាជួយនៅសិភលំហាត់បើសិនជាវង្វេងត្រូវដាក់ដៃនៅឯណានេះប្រាប់ច្បាស់ថា F major 5 finger position ដាក់ដៃយើងនៅឯណាវាប្រាប់បតខាងក្រោមយើងឃើញ F ហើយនឹងមានសញ្ញា dash ហើយនឹង P នោះមានន័យថាលេង2ដងលើកទី1 forte លើកទី2 piano ចាមួយទៀតគេគូជំវិញ2 flat គេរំលឹកយើងថា complete 2 flat ឃើញអត់គេគូជំវិញហើយនៅក្រោមនេះគេគូជំវិញរំលឹកពីព្រោះគេអត់គូទេគេគូខាងមុខម្ដងសម្រាប់បន្ទាត់នោះហើយខាងក្រោមនោះគេរំលឹកម្ដងទៀតថា2ទាំងអស់សុទ្ធតែ flat ចាចឹងយើងឃើញថាមុនដំបូងខ្ញុំចង់លេងខ្លាំងខ្ញុំរក F 5 finger position ឃើញហើយនៅក្រោម F note មួយហើយ complete នេះត្រូវតែលេង flat ចឹងខ្ញុំត្រៀមដៃខ្ញុំបង្ហើយឥឡូវខ្ញុំចាប់រំលេងសូមគាត់លេងមុនហើយរួចចាំខ្ញុំលេង bot walking ហើយ1 2 3 4ឈប់ម្ដងទៀតហើយលេងតគាត់តែចង់បញ្ជាក់ថាមុនដំបូងខ្លាំងលើកទី2ស្ងាត់ឥឡូវលេខទំព័រលេខ13គេមានបន្ទាត់ឲ្យយើងគេថា key of 8មើលគំរូរបស់គេហើយសូមបំពេញចាឃើញថា flat 1 flat 1 flat 1ចឹងទាំងអស់សុទ្ធតែតាមគំរូគេjumping គេថា brightly អង់គ្លេសដូចមាន blue ដូចសប្បាយមិនមែនថាព្រួយបារម្ភមានព្រៀងធ្លាមេឃងងើយអីចឹងចង់រៀងលឿនជាងបន្តិចប៉ុន្តែដូចជាអារម្មណ៍ថាសប្បាយហើយយើងឃើញថា forte យើងពិចារណាថាមាន2 flat បាទដូចជា complete 2 flat យើងពិចារណាថាមាន skip ច្រើនចឹងយើងពិចារណាថាចាប់រំខាងស្ដាមលេងខ្លាំងរួចខាងឆ្វេងហើយរួចមក measure ទី3ទី4ខ្ញុំឃើញថា note វា parallel វាស្រក់គ្នាចឹងនោះជួយខ្ញុំគិតថាចង់ស្រក់គ្នាទាំងពីរត្រឡាងតែម្ដងទាំងពីរចុះតាមគ្នាមិនមែនផ្ទុយគ្នាទេចាចឹងបើខ្ញុំពិចារណាទាំងអស់នោះមុនខ្ញុំលេងឥឡូវនេះខ្ញុំលេងកាន់តែស្រួលខ្ញុំពិចារណាថា third សុទ្ធតែ third ច្រើនហើយខាងស្ដាំឡើងខាងឆ្វេងវាចុះរួចមកគេឡើងទាំងពីរតែម្ដងចុះជាមួយគ្នាផងដែរចាចឹងនោះបទទី1បទទី2 wind in a tree complete សរសេរ key of ហើយមានពាក្យ moderato ចង់ថា moderato មានន័យយ៉ាងម៉េចមានន័យថាធម្មតាហើយខ្ញុំពិចារណាថា3លើ4ចង់មានតែ3អត់មាន4ទេរាប់ដល់3 P ស្ងាត់ហើយខ្ញុំឃើញភាគច្រើន second គេថាតាមពិតទាំងអស់ second ចា
chẳng nhầm mơ thà miền tây muối nhầm khơi miền tây muối là tên ní trong nhầm chân là thà miền tây muối là tên ní đại xong tao nhầm mơ bên tao khăn trên miền tây muối đại chẳng miền second lia third nhầm tây chân là thà mơ second mơ third mơ nọ chẳng triềm đại là cái line F hai cũng rõ đầu buồn rõ đầu bay về lên ngã và khăn crown cũng click bằng key of turtle hai cái đặc biệt slowly Bro turtle so they slow hai chẳng mấy slow bằng calm clue I lên slow đó ha buồn là buồn forte nhằm khẩn third lia chỉ một lần second hai mươi tiết rồi viên độ tỷ pi hay năng độ tỷ bảy nếu mình mang second tệ mình mang third tệ cứ fourth nhằm khẩn fourth miền được chụp pi đó nông bọt mùi ní chẳng ở lời miền lìa second third hay năng fourth chẳngត្រូវពិចារណាពីមួយនោះឥឡូវសូមគាត់លេងទំព័រលេខ13ហើយចាំខ្ញុំចេះទំព័រលេខ13ចុងពេញ1 2 3 4 Wind in a tree 1 2 3 Turtles 1 2 3 4 Chẳng nữa làm hát xâm ra bất tật này Tụi bố lịch đập bì nâng đập bầy nâng nông sự phao piano lessons Ở con chả xong chấm rít liệt